ភាគីរបស់យើងមានកាក់100 នៅពីមុខទីក្រុងដ៏គួរឲ្យស្ញប់ស្ញែងនិងឆ្លងកាត់អ្នកណាថាខ្ញុំនឹងបំផ្លាញផែនការខ្ញុំមានកាក់100 តើខ្ញុំនៅឯណាទោះបីយើងមិនទៅណានជើក៏ដោយក៏យើងទៅព្រំដែនតើត្រូវទៅណាផ្លូវដើមត្រឡប់មកវិញហើយហែកក្បួនត្រឡប់ទៅរាជធានីនៃរាជវង្សមហាយ៉ុងចាប់តាំងពីយ៉ាវភាគខាងត្បូងរបស់យើងត្រូវបានកាន់កាប់ដោយ Grand បើយើងចង់គ្រប់គ្រងវានោះយើងនឹងដើរតាមមហាយ៉ុងយុទ្ធសាស្ត្រផ្លាស់ប្ដូរផ្ទះរបស់កូរ៉េខាងជើងដោយមានទាហានទ័ពសេះ 10000 នាក់នៅនឹងដៃពួកគេមិនអាចឈ្នះបានគ្រប់ទីកន្លែងអ្នកអាចទៅដេយ៉ងហើយបន្ទាប់មកដើរតាមផ្លូវការគ្រប់គ្រងទូលំទូលាយនៃផ្លូវផ្គត់ផ្គង់ដោយសារព្រះចៅអធិរាជមិននៅក្នុងទឹកដេយ៉ងប្រសិនបើអ្នកអនុញ្ញាតឲ្យខ្ញុំត្រឡប់ទៅណែនចៅនោះខ្ញុំនឹងនៅទីនោះរាជធានីនៃរាជវង្សគ្រីតយ៉ងត្រូវបានផ្គត់ផ្គង់យ៉ាងពេញលេញការកាន់កាប់ដេវ៉ងនិងស្ថិរភាពដេវ៉ងផ្សេងទៀតលើកដៃរបស់អ្នកបន្ទាប់ពីអ្នកបានដោះស្រាយវាការវាយបកប្រឆាំងនឹងព្រះអង្គម្ចាស់យ៉ាវខាងត្បូងនឹងស្ថិតនៅជារឿងដ៏អស្ចារ្យមួយពិតជាក្រុមការសម្រាប់គ្រប់ពេលវេលាអានឹងធ្វើអ្វីដែលអ្នកអតេមិនហ៊ានធ្វើថៃយួនបានកោតសរសើរគាត់យ៉ាងខ្លាំងវាជារាជវង្សគ្រីតយ៉ងប៉ុន្តែផ្ទុយទៅវិញការដណ្ដើមយកយ៉ាវភាគខាងត្បូងនិងការបង្រួបបង្រួមកិច្ចការសំខាន់អ្នកបម្រើដ៏រាបទាបរបស់អ្នកឆៃយួនបានស្បត់ថានឹងធ្វើតាមអ្នករហូតដល់ស្លាប់ពិតព្រះអង្គដ៏ចម្រើនខ្ញុំសូមស្បត់ថានឹងស្លាប់ដើរតាមព្រះអង្គម្ចាស់លោកផ្ទាល់បានបញ្ជាឲ្យកងទ័ពទាំង3ចេញភ្លាមការឡោមព័ទ្ធរបស់ឆេងលើដេវ៉ងគឺជាគំនិតមួយសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដូចសត្វក្រៀលត្រេកអរក្នុងស្រ1000ត្រជាក់ទាំងពីរញ័ររន្ធត់ខ្ញុំមកសួរពូយ៉ាបាននិយាយថាពុកនៅលើមេឃពណ៌ខៀវនិងទឹកតើ Water Kingdom Master ជាអ្វីជាវធីយួនបានត្រឡប់ទៅរាជធានីហើយបានបញ្ជូនគាត់គ្រួសារឆៃចូលក្នុងវាំងជាមួយនឹងពេជ្ឈឃាត 3000 នាក់យកគាត់ចុះដោយដែនខាងព្រះនាងច្បងមិនបានត្រឡប់ទៅរាជធានីវិញទេគាត់បានមកដល់ទីក្រុងសេអ៊ូថ្មីនេះទោះជាយ៉ាងណាពួកគេបានត្រឡប់មកវិញហើយសម្រាប់ម្ដងទៀតនៅតាមផ្លូវដើម្បីបំផ្លាញមហាយ៉ុងគាត់បានត្រឡប់ទៅមហាយ៉ុងវិញតើយ៉ុងអាចក្លាយជាអធិរាជសុទ្ធស៊ូក៏ដោយរបៀបណាគាត់បានមកប៉ុន្តែគាត់មិនបានតើអ្នកចង់បានអធិរាជយ៉ាវភាគខាងត្បូងនេះដើម្បីអ្វីតើគាត់ស្ថិតក្នុងតំណែងទេតើគាត់ចង់បើកការវាយបកទេក្រុមរបស់យ៉ងវេថងលេបានរៀបចំសេះរបស់ពួកគេយ៉ាងឆាប់រហ័សរថយន្តបានបើកសម្ដៅទៅក្រុងដេយ៉ងជាងភ្លាមទីក្រុងដ៏គួរឲ្យអាណិតនិងគ្រួសាររាជវង្សដេវ៉ងយើងមិនអាចឲ្យឆេលធីយួនក្លាយជាអាកាសធាតុគឺជារដ្ឋមន្ត្រីដ៏អស្ចារ្យរបស់ខ្ញុំអ្វីត្បិតតែយ៉ងមានសភាពទ្រុឌទ្រោមក៏ដោយក៏គាត់នៅតែសម្រុំខ្លះដែររូបសំណាករបស់ព្រះនាងច្បងរបស់អធិរាជខេងសូម្បីតែបន្ទាប់ពីមហាឥស្រិយៈត្រូវបានគេបញ្ជូនទៅឆ្ងាយក៏ដោយឆៃយួនដែលជាតារាឃាតករដ៏អស្ចារ្យនោះក៏បានចាក់ចេញដែរពេលឲ្យខ្ញុំបន្តិចបានទេដេយ៉ងជប៉ុនមិនមែនគ្មានកម្លាំងខ្លួនឯងក្នុងការរៀបចំក្រុមឡើងវិញវាអាចទៅរួចដែលថាមានរឿងអាក្រក់បានកើតឡើងចំពោះព្រះអង្គមែនហើយតើអធិរាជលឿងបានរីកចម្រើនយ៉ាងដូចម្តេចប្រព័ន្ធចាក់ព័ទ្ធស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំក្នុងរាជវង្សមហាយ៉ុងដេកនឹងមិនធ្លាក់ចុះខែខេយួនបានត្រឡប់មកវិញដើម្បីប្រយុទ្ធប្រឆាំងព្រះនាងច្បងនៃរាជវង្សថេងបានដឹកនាំដល់វ៉ាន់តេយិនបានត្រឡប់មកវិញបន្ទាប់ពីការសន្យារបស់គាត់អ្នកចម្បាំងឡោមព័ទ្ធទីក្រុងអធិរាជចម្ដងទៀតតើអ្នកយក Shinran Corps របស់ខ្ញុំដើម្បីអ្វីសូមអញ្ជើញមកតាមដែលអ្នកចង់បានទៅរកពួកគេឥឡូវនេះរីការ៉ូហាប្រាប់ពួកគេពីទីតាំងរបស់អ្នកខេងឆៅកំពុងដណ្ដើមយកជាវក្មេងស្រីនេះបានទម្លុះទ្វារកម្រិតទី5រួចហើយការវាយប្រហារយ៉ាងខ្លាំងទៅលើច្រកយ៉នដេងបានរាយការណ៍ទៅអ្នកអុកញ៉ាព្រះអម្ចាស់បានទម្លុះច្រកទ្វារយ៉នដេងរាយការណ៍ជូនឯកឧត្តមជុំវិញការឡោមព័ទ្ធខ្លោងទ្វារវាំងព្រះនាងម្ចាស់ក្សត្រច្បងបានដឹកនាំកងទ័ពព្រះអង្គម្ចាស់ឆេងខេងបានមកដល់ព្រះបរមរាជវាំងព្រោះឲ្យឯងមានចិត្តខូខើយ៉ាងនេះឯងបានបំផ្លាញកូនអញហើយអ្នកបានធ្វើទារុណកម្មកូនរបស់អ្នកដល់កម្រិតនេះឥឡូវឯងមកធ្វើទារុណកម្មខ្ញុំវិញឬកូនយើងបែបនេះមែនអត់គាត់ជាអ្នកធ្វើទារុណកម្មខ្ញុំការលក់លុយនៅមុខកានីមិនមានពាក់ព័ន្ធនឹងខ្ញុំទេទំនាក់ទំនងមួយចំនួនហើយបន្ទាប់មកខ្ញុំនឹងត្រឡប់មកវិញវាមិនមែនជាការបន្ទាបបន្ថោកអ្នកទេប៉ុន្តែព្រះនាងច្បងបានសម្រេចចិត្តវិលត្រឡប់មកស្រុកវិញដោយជោគជ័យរាជធានីនៃរាជវង្សយ៉ុងគឺស្ថិតនៅក្នុងរាជធានីយិនព្រះចៅអធិរាជដេអងឡើងសោយរាជនៅរាជវាំងលួនឥឡូវនេះព្រះចៅអធិរាជអាចលះបង់រាជបល្ល័ង្កបាននេះបានអនុញ្ញាតឲ្យរដ្ឋមន្ត្រីដាក់រាជភ្លាមនេះមិនធ្លាប់ឮតើនេះអាចទៅជាយ៉ាងណាតើមានស្ត្រីណាខ្លះដែលក្លាយជាអធិរាជសម័យនេះហេតុអ្វីបានជាស្ត្រីមិនអាចក្លាយជាអធិរាជខ្ញុំមិនដែលរីថាស្ត្រីក្លាយជាអធិរាជទេខ្ញុំបាននិយាយរួចហើយដូច្នេះស្ដាប់ខ្ញុំឥឡូវនេះទូបង្គំនឹងនិយាយម្ដងទៀតថាព្រះករុណាទូបង្គំដាក់រាជខ្ញុំបានប្រាប់អ្នកជាយូរមកហើយឆែងថេងខសំណាងល្អរដ្ឋមន្ត្រីមានចេតនាក្បត់ខ្ញុំបាននិយាយអំពីណែនចៅដំបងនេះជាការលើកឡើងរបស់ទីប្រឹក្សាអធិរាជអធិរាជខៃអ្នកបានភៀសខ្លួនទៅណែនចៅ The Heavenly Net Emperor មិនបានឃើញខ្ញុំទេពួកគេបានមកដល់កន្លែងធំមួយជំហានមុនពេលវេលាយ៉ុងនិងគ្រួសារអធិរាជយូដាយ៉ុងចុះទៅឋានសួគ៌ក្រោមឈ្មោះនៃវិមាន Golden Phoenix ព្រះចៅអធិរាជលូឥឡូវនេះអ្នកដុសស្លាប់តើអ្នកគិតថាខ្ញុំចង់គេចទេអង្គុយចាំស្លាប់បើមិនមក
បើបានស្គាល់អ្នកនឹងឈានទៅមុខមួយជំហានដូច្នេះហើយបានជាខ្ញុំមកទីនេះហើយស្នាក់នៅក្នុងរាជធានីណានឆៅទាហានតបសេះ30,000អ្នកត្រូវបានទុកចោលនៅភាគខាងត្បូងព្រះរាជក្រឹតបានស្រាវជ្រាវរកក្បាលនាគក្នុងរាជធានីប៉ុន្តែរកមិនឃើញពេលនោះតបរបស់វាំងបានរួចហើយអ្នកបានដណ្ដើមយករាជធានីណានឆៅអ្នកអេតអៀនខ្មាស់ទាំងអស់គឺយុទ្ធធរនៅក្នុងសង្គ្រាមមុនចូលឆ្នាំអូនសុបិនចង់នាំអូនទៅទីក្រុងធំយងចង់ដណ្ដើមយករាជបល្ល័ង្កលើកនេះពួកគេបានធ្វើបាបខ្ញុំហើយធ្វើបាបភាពស្លូតត្រង់របស់ខ្ញុំអ្នកបានខ្ជះខ្ជាយ3ឆ្នាំនៃជីវិតរបស់អ្នកដោយគិតថាគាត់បានកញ្ញាអ្វីគ្រប់យ៉ាងដើម្បីសម្រេចបាននូវអ្វីដែលអស្ចារ្យតាមគំនិតរបស់ខ្ញុំអ្នកនេះជាការធ្វើដំណើរពីចម្ងាយ 1000 ម៉ាយល៍ទៅនឹងស្លាប់ Ken Yuan បានចាត់វិធានការនឹងការពារខ្ញុំអូខ្ញុំមិនមានពេលឈប់ទេអ្នកទាំងអស់គ្នាត្រូវប្រញាប់គ្រូជាតិណែនឆៅគួរតែចុះចាញ់ភ្លាមខ្ញុំនឹងនិយាយចុះបើទីប្រឹក្សាជាតិនេះចាញ់យ៉ាងនេះគាត់បានមើលស្រាលទាំងស្រុងថាវាមិនគួរទុកចិត្តប៉ុណ្ណាកម្លាំងប្រយុទ្ធរបស់ Ken Yuan នៅ Chengdu អ្នកគួរថ្វាយនេះទៅព្រះនាងជាប្រញាប់ទោះបីជាអ្នក Chiao Tenkhon ខ្លាយជាចុះបើអ្នកមានបល្ល័ង្កអ្នកនៅម្នាក់ឯងខ្ញុំបានបម្រើអ្នក3ដងប្តីឯងច្រើនឆ្នាំមកហើយនៅតែមិនព្រមធ្វើជាប្រពន្ធឯងទទួលស្គាល់ថាអ្នកសម្លាប់ប្រទេសចៅវាយបានដណ្ដើមបល្ល័ង្កប៉ុន្តែវាំងនេះនៅតែមិនព្រមទទួលយកស្ត្រីនោះទេអ្នកនឹងក្លាយជាអធិរាជប្រកបណាស់នេះបើយោងតាមអ្នកប្រវត្តិសាស្ត្រធំមួយហើយលាតត្រដាងកំហុសអ្នកបានឈានដល់អាយុ 10000 ឆ្នាំ Chiao Tenkhon យ៉ាងឈ្វេយ៉ោបានផ្ញើសាររបស់នាងទៅកាន់គោលដៅរបស់អ្នកគ្រួសាររបស់ Chen Liang ត្រូវបានស្ដារឡើងវិញនៅភាពសុចរិតរបស់ខ្លួនរាជវង្ស Great Yong បានដួលរលំវិភាគ PZN តើអ្នកគិតថាខ្ញុំជាអ្វីទាំងអស់នេះត្រូវបានធ្វើសម្រាប់សងសឹកអ្នកមិនមែនជាការធ្វើបាបខ្លួនឯងទេទោះជាយ៉ាងណាវាមិនមែនជាការពិតទេមិនថាអ្នកជា PZN ទេតើវាជាយិនឈ្វៀវឬអធិរាជទាំងយ៉ងណែននិងយ៉ាវមិនមែនជាស្ត្រូវរបស់ខ្ញុំទេខ្ញុំមិនដែលដាក់សំបីតែអ្នកបានចាត់ទុកអ្នកទាំង3នេះជាសត្រូវធ្វើដំណើរឆ្លងកាត់ជាច្រើនឆ្នាំខ្ញុំបានឃើញស្ត្រីត្រូវគោរពប្រតិបត្តិធម៌ទាំង3និងធម៌4ចំណងនេះត្រូវបានគេមើលឃើញថាជាវិធីមួយសម្រាប់ស្ត្រីដែលត្រូវបានគេចាត់ទុកដូចជា